ជម្រាបសួរខ្ញុំបាទបុរាមានសំណួរជាច្រើនតាក់ទងជាមួយនឹងសម្រាប់អ្នកដែលគាត់ទិញផ្ទះលើកទី1តើគាត់គួរបង់ប្រាក់យ៉ាងម៉េចថ្ងៃនេះខ្ញុំមានពីរចំណុចតាក់ទងជាមួយនឹងសម្រាប់អ្នកទិញផ្ទះលើកទី1គឺចំណុចទី1តាក់ទងជាមួយនឹងលទ្ធភាពតខ្លួនដែរអញ្ចឹងបើសិនជាលទ្ធភាពគាត់អាចទៅរួចក្នុងលក្ខខណ្ឌណាគឺជាចំណុចល្អមែនទែនដែលគាត់អាចទៅបានចំណុចទី2តាក់ទងជាមួយនឹងអាចថាការចរចាជាមួយនឹងម្ចាស់គម្រោងដែរបើសិនជាក្នុងករណីលទ្ធភាពយើងឧទាហរណ៍យើងអាចតម្លាក់មុនបាន30% 20%ឬក៏ឧទាហរណ៍អត់តម្លាក់ដើមសោះកាន់តែល្អយើងអាចសល់លុយខ្លះដើម្បីរកស៊ីឬក៏ធ្វើអីផ្សេងអូខេចំណុចទី2ធំគឺតាក់ទងជាមួយនឹងការប្រឹក្សាផ្ទាល់ដែរជាមួយនឹងធនាគារបើសិនជាពុកម៉ែបងប្អូនឬក៏បងដែលគាត់អ្នកទិញផ្ទះលើកទី1គួរតែប្រឹក្សាផ្ទាល់អំពី status ឬក៏លទ្ធភាពរបស់យើងដែលយើងគិតថាអាចទៅរួចហើយទៅថ្ងៃក្រោយទៀតកុំឲ្យមានបញ្ហាតាក់ទងជាមួយនឹងសេដ្ឋកិច្ចដោយសារតែចំណុចខ្លះគឺតាក់ទងមួយការប្រាក់ដែរតើការប្រាក់ប្រមាណហើយយើងគិតថាយើងបង់ប្រចាំខែប្រមាណដែលអាចទៅរួចនេះគឺជាលក្ខខណ្ឌឬក៏ជា idea របស់ខ្ញុំតសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានគម្រោងទិញផ្ទះលើកទី1អរគុណ